ជំរាបសួរលោកគ្រូខ្ញុំមកពីក្រុម Asia 5ឈ្មោះកនបនិនថ្ងៃនេះខ្ញុំមកសូមធ្វើការ demo បង្ហាញពីការ prepare midterm 1 ដែល record user management អញ្ចឹងទី1 OMI គឺការឆែកដើម្បីដឹងថាយើងកំពុងប្រើប្រាស់ user មួយណាទី2 PWD គឺចង់ដឹងថាតើយើងស្ថិតនៅក្នុង directory មួយណាទី3 create user include home script អញ្ចឹងខ្ញុំប្រើ admin មួយ sudo ហើយបន្ថែម user ថ្មីគឺ command user add .m នេះគឺជាការបង្កើត home directory ហើយ .s នេះគឺជាការ set ទៅឲ្យ bin ហើយនឹង bash ហើយខ្ញុំសូមធ្វើការដាក់ឈ្មោះ user ថ្មីថាកូនអញ្ចឹងខ្ញុំនឹងទី5 switch ទៅកាន់ user ថ្មីដោយប្រើ command sudo su កនអញ្ចឹងខ្ញុំបានចូលមកកាន់ user ថ្មីហើយបន្ទាប់មកខ្ញុំឆែកថាតើត្រូវទេកនPWD ទៅក្នុង home directory ទី6ទី7បង្កើត folder ថ្មីមួយនិង ls ដើម្បីបង្ហាញអញ្ចឹងខ្ញុំប្រើ command ខ្ញុំសូមចេញ site cd ok ខ្ញុំចាប់បង្កើត folder ឈ្មោះថា nin បន្តមកហើយ nin ទី8ចេញទៅ user ដើមvisit ទីមកខ្ញុំបាន user ដើមវិញហើយទី9បង្ហាញ user list ខ្ញុំប្រើ command cat etc អញ្ចឹងអានេះ user ដែលខ្ញុំមកបង្កើតវិញកនខ្ញុំសូមធ្វើការលុបវាសិន sudo user delete កនខ្ញុំសូមឆែកម្ដងទៀតនេះលោកគ្រូគឺខ្ញុំបានលុបចោលវិញហើយអញ្ចឹងខ្ញុំមានតែប៉ុណ្្នឹងអរគុណលោកគ្រូ